អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែស្វាយទុំសម្រាប់សុខភាពផ្លែស្វាយទុំគឺជាផ្លែឈើត្រូពិកដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ហើយវាក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សម្បូរបែបដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពផងដែរ 1. ល្អសម្រាប់សុខភាពភ្នែកស្វាយទុំជាឃ្លាំងផ្ទុកវីតាមីន A ដ៏ខ្ពស់ក៏ដូចជា beta carotene ដែលរាងកាយអាចបំប្លែងទៅជាវីតាមីន A វីតាមីន A មានតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពភ្នែកការពារការស្រវាំងភ្នែកឬមើលឃើញមិនច្បាស់នៅពេលយប់ការទទួលទានស្វាយទុំជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាភ្នែកស្ងួតបានផងដែរ 2. ពង្រឹងប្រព័ន្ធភាពស៊ាំនិងកសាង collagen ស្វាយទុំសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុសំខាន់បំផុតមួយសម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺផ្ដាសាយនិងមេរោគផ្សេងៗវីតាមីន C ក៏មានមុខងារសំខាន់ក្នុងការបង្កើត collagen ដែលជួយឲ្យស្បែកមានសំណើមភ្លឺថ្លាស្រស់ស្អាតនិងកាត់បន្ថយភាពចាស់ 3. ជួយដល់ប្រព័ន្ធរំលាយអាហារស្វាយទុំផ្ទុកនូវជាតិសរសៃ fiber ខ្ពស់ដែលជួយសម្រួលដល់ចលនាពោះវៀននិងការពារបញ្ហាទល់លាមកជាតិសរសៃរលាយក្នុងទឹកនៅក្នុងផ្លែស្វាយដែលតួជា gel ដែលស្រូបយកទឹកពីបំពង់រំលាយអាហារជួយសម្រួលការបន្តបង់លើសពីនេះវាក៏មានផ្ទុកនូវអង់ស៊ីមមួយចំនួនដែលជួយឲ្យការរំលាយអាហារកាន់តែមានប្រសិទ្ធភាព 4. ល្អសម្រាប់សុខភាពពោះវៀនស្វាយទុំមានផ្ទុកនូវជាតិសរសៃ Prebiotic ដែលជួយផលិតនិងរក្សាបាក់តេរីល្អៗនៅក្នុងពោះវៀនបាក់តេរីល្អៗទាំងនេះមិនត្រឹមតែជួយរំលាយអាហារប៉ុណ្ណោះទេថែមទាំងជួយពង្រឹងសុខភាពពោះវៀនទាំងមូលនិងអាចកាត់បន្ថយបញ្ហាទាក់ទងនឹងការរំលាយអាហារផ្សេងៗទៀត 5. ជំនួយដល់ការលូតលាស់ទារកក្នុងផ្ទៃដោយសារស្វាយទុំមានផ្ទុកសារធាតុរ៉ែជាច្រើនដូចជាប៉ូតាស្យូមម៉ាណេស្យូមនិងកាល់ស្យូមរួមជាមួយវីតាមីនចម្រុះវាជួយរក្សាលំនឹងជាតិទឹកក្នុងរាងកាយរបស់ស្ត្រីមានផ្ទៃពោះនិងជួយដល់ការលូតលាស់ពេញលេញនិងស្ថិរភាពរបស់ទារកផងដែរ 6. ជួយដល់សុខភាពបេះដូងនិងគ្រប់គ្រងសម្ពាធឈាមប៉ូតាស្យូមស្វាយទុំសម្បូរដោយប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់រក្សាតុល្យភាពជាតិទឹកនិងអេឡិចត្រូលីតក្នុងកោសិកាប៉ូតាស្យូមជួយសម្រួលដល់សរសៃឈាមនិងកាត់បន្ថយភាពតានតឹងនៅលើជញ្ជាំងសរសៃឈាមដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធឈាមខ្ពស់ជាតិសរសៃនិង pectin កម្រិតខ្ពស់នៃជាតិសរសៃនិងសារធាតុ pectin ដែលជាជាតិសរសៃរលាយក្នុងទឹកជួយកាត់បន្ថយ cholesterol អាក្រក់ LDL នៅក្នុងឈាមដែលអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងជំងឺបេះដូង 7. ពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែមានប្រសិទ្ធភាពវីតាមីនចម្រុះស្វាយទុំមានផ្ទុកនូវវីតាមីនស្ទើរតែគ្រប់ប្រភេទគឺ A, C, E, K និង folate វីតាមីនចម្រុះទាំងនេះធ្វើការជាមួយគ្នាដើម្បីជំរុញការផលិតកោសិកាឈាមសដែលជាកោសិកាការពារដ៏សំខាន់របស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនិងជំងឺផ្សេងៗ Mangiferin នេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមាននៅក្នុងផ្លែស្វាយដែលត្រូវបានគេសិក្សាថាអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងប្រឆាំងមហារីកផងដែរ 8. ជួយដល់ការរំលាយអាហារជាតិខ្លាញ់និងការពារថ្លើមសារធាតុ Mangiferin មិនត្រឹមតែល្អសម្រាប់ភាពស៊ាំប៉ុណ្ណោះទេតែវាក៏អាចជួយការពារថ្លើមនិងបង្កើនសកម្មភាពនៃអំបិលទឹកប្រមាត់ផងដែរអំបិលទឹកប្រមាត់មានសារៈសំខាន់សម្រាប់ការរំលាយអាហារជាតិខ្លាញ់ប្រកបដោយប្រសិទ្ធភាព 9. ជួយកាត់បន្ថយភាពស្លេកស្លាំង Anemia ស្វាយទុំមានផ្ទុកនូវជាតិដែក Iron និងវីតាមីន C វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យរាងកាយស្រូបយកជាតិដែកបានកាន់តែល្អដែលជាតម្រូវការចាំបាច់សម្រាប់កោសិកាឈាមក្រហមការទទួលទានស្វាយអាចជួយរក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរនិងការពារពីជំងឺខ្វះជាតិដែកសរុបមកស្វាយទុំគឺជាជម្រើសដ៏ល្អឥតខ្ចោះនៃផ្លែឈើដែលផ្ដល់ទាំងរសជាតិឆ្ងាញ់និងគុណប្រយោជន៍សុខភាពជាច្រើនទោះជាយ៉ាងណាសូមចាំថាការទទួលទានគួរតែក្នុងបរិមាណល្មមដើម្បីជៀសវាងការទទួលទានជាតិស្ករច្រើនហួសហេតុ
បើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ